អត្ថបទព្រះធម៌អប់រំចិនដោយព្រះសាសនមុនីមហាកម្មដ្ឋានាចារ្យហឹមប៊ុនធឿនធម្មធេរោអវានទី140បុគ្គលទាំងឡាយណាតាំងចិត្តសម្ដែងធម៌បង្រៀនធម៌ពោលធម៌ផ្សព្វផ្សាយធម៌ក្នុងព្រះពុទ្ធសាសនានេះដើម្បីសម្រេចនូវប្រយោជន៍ដ៏ឧត្តមដល់ខ្លួនឯងនិងអ្នកដទៃត្រូវតម្កល់ចិត្តប្រកបដោយធម៌5យ៉ាងគឺ 1. ត្រូវតាំងចិត្តសម្ដែងធម៌តាមលំដាប់នៃអនុពពីកថា 2. ត្រូវតាំងចិត្តសម្ដែងធម៌ដោយលើកអាងត្រូវតាមហេតុផលច្បាស់លាស់ 3. ត្រូវតាំងចិត្តសម្ដែងធម៌ដោយសេចក្តីអនុគ្រោះប្រកបដោយអាណិតមេត្តា 4. ត្រូវតាំងចិត្តសម្ដែងធម៌មិនព្រោះតែអាមិសលៀបសការៈរីអង្គាប្រមូលបរិស័ទឲ្យគាំទ្រស្ដាប់ដើរតាមដើម្បីទទួលបានផលប្រយោជន៍ផ្ទាល់ខ្លួនតាមរយៈនិយាយធម៌ស្រួលរកស៊ីលក់ដូររកថវិកានិងបន្តមុខរបរចិញ្ចឹមជីវិត 5. ត្រូវតាំងចិត្តសម្ដែងធម៌មិនបានបៀតបៀនខ្លួនឯងនិងអ្នកដទៃឡើយបើតាំងចិត្តត្រឹមត្រូវល្អតាមធម៌វិន័យធម្មទាននេះឈ្នះអស់ទានទាំងពួងសម្រេចផលច្រើនអានិសង្សច្រើនសូមបីបុគ្គលថ្វាយត្រៃជីវរដល់ប្រណិតដល់ព្រះពុទ្ធព្រះជ័យកពុទ្ធព្រះខៃណាស្របទាំងឡាយដែលអង្គុយជាប់គ្នាក្នុងល្វែងចក្រវាឡរហូតដល់ព្រហ្មលោកការឲ្យទាននេះមិនស្មើធម្មទានព្រះពុទ្ធពោលនៅវិចារត្រឹម4 បាតប្រសើរជាងតម្លៃការឲ្យទានរាប់ដងទៅទានដូច្នេះការសម្ដែងក្តីការបង្រៀនក្តីការស្ដាប់ក្តីការផ្សាយនៃព្រះធម៌ក្តីត្រូវតម្កល់ខ្លួនឲ្យប្រសើរសមរម្យមានគុណធម៌ថ្លៃថ្នូរទើបសមជាអ្នកយល់ធម៌ព្រះពុទ្ធទ្រង់គួរសរសើរ